នេះគឺជាឱកាសនឹងពេលវេលាបានផ្ដល់ឲ្យពួកគាត់នូវភាពជោគជ័យសមិទ្ធផលខ្ពស់នៅក្នុងកិច្ចការងារបង្កើតប្រភពប្រាក់ចំណូលតាមបែបបច្ចេកវិទ្យាសម័យទំនើបជាមនុស្សដែលមានឱកាសនៅក្នុងការវិនិយោគទៅលើអចលនទ្រព្យជាមនុស្សដែលទទួលបាននៅឱកាសការងារការឡើងទូនាទីឋានន្តរស័ក្តិប្រភពប្រាក់ចំណូលកើតចេញអំពីការដោះស្រាយបញ្ហារបស់អតិថិជននោះគឺជាជោគជតារិស័យឆ្នាំឆ្លូវប្រចាំខែ1ខែមករាឆ្នាំ2026 Subscribe Channel បន្ទាប់ជារូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងពួកយើងធ្វើការបកស្រាយប្រធានបទស្រីអំពីជោគជតារិស័យឆ្នាំឆ្លូវប្រចាំខែ1ខែមករាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អៗនៅលើ Channel នោះផងដែរនេះគឺជាការព្យាករណ៍ជោគជតារិស័យឆ្នាំឆ្លូវស្ថិតនៅក្នុងខែ1ខែមករាឆ្នាំ2026 Subscribe Channel បន្ទាប់ជារូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេបើយោងទៅតាមតារាងប៉ាជឺយើងបានពិនិត្យហើយឃើញថាស្ថិតនៅក្នុងខែ1នេះគឺជាខែឆ្លូវដែលភ្ជាប់មុខជាមួយនឹងជោគជតារិស័យ4ប្រភេទដែលតាក់ទងជាមួយនឹងឥទ្ធិពលរិស័យដែលមានធម្មពលធាតុដីដែលស្មើនឹងការវិនិយោគទ្រព្យសម្បត្តិអចលនទ្រព្យមុខរបររស់ស៊ីមានភាពនឹងណល្អប្រសើរនិងជោគជតារិស័យធម្មពលធាតុទឹកដែលបង្ហាញអំពីទស្សនវិស័យគំនិតគិតគូវែងឆ្ងាយដោះស្រាយបញ្ហាវិភាគរាល់ការងារតូចធំការចេញទៅជាប្រភពប្រាក់ចំណូលនិងដំណោះស្រាយតាមបែបគុណតម្លៃទៅលើផលិតផលឬក៏សេវាកម្មដែលបង្ហាញអំពីការប្រើប្រាស់និងការលក់ទៅតាមបែបបច្ចេកវិទ្យាអនឡាញព្រមទាំងគំនិតច្នៃប្រឌិតនៅក្នុងការអភិវឌ្ឍបង្វិលសាច់ប្រាក់ឲ្យคล้ายទៅជាការងារដែលមានគុណតម្លៃសម្រាប់មនុស្សក្នុងសង្គមក៏មានសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងដឹកនាំសាច់តបនោះផងដែរដូច្នេះនេះគឺជាជោគជតារិស័យឆ្នាំឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែ1ដែលនឹងត្រូវលាតត្រដាងទៅតាមកត្តាធំទាំង6ដែលយោងមានសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិទស្សនវិស័យគោលបំណងទំនាក់ទំនងការធ្វើទីផ្សារគ្រួសារមិត្តភ័ក្តិកាយសម្បទាមមួនសុខភាពគំនិតអាជីវកម្មការដឹកនាំសិទ្ធិអំណាចទាំងអស់នឹងត្រូវធ្វើការបកបង្ហាញនៅក្នុងកត្តាធំទាំង6សម្រាប់រិស័យឆ្លូវរបស់លោកអ្នកយ៉ាងពិសេសនាពេលបន្តិចទៀតនេះបើយើងយោងទៅតាមតារាងប៉ាជឺដែលបង្ហាញស្ដីអំពីទស្សនវិស័យកត្តាធំលេចធ្លោទាំង6ដែលពាក់ព័ន្ធជាមួយនឹងជោគជតារិស័យឆ្នាំឆ្លូវរបស់លោកអ្នកកត្តាធំទី1ដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិព្រមទាំងសេដ្ឋកិច្ចរិស័យឆ្នាំឆ្លូវលោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបាន 80% កត្តាធំទី2ដែលពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារបិទការលក់ទំនាក់ទំនងគូជីវិតស្វាមីភរិយារបស់លោកអ្នកស្ថិតនៅក្នុងខែ1នេះគឺទទួលបាន 80% កត្តាធំទី3ដែលពាក់ព័ន្ធជាមួយនឹងទស្សនវិស័យផែនការជីវិតផែនការអាជីវកម្មគោលបំណងគោលដៅព្រមទាំងការហៅមនុស្សមកជួយការជួយឧបត្ថម្ភគាំទ្រគាំពីអំពីមនុស្សដែលមានសក្តានុពលនៅក្នុងសង្គមនិងនៅចិត្តខ្លួនរបស់លោកអ្នកផងដែរនោះរិស័យឆ្នាំឆ្លូវគឺទទួលបាន 60% កត្តាបន្ទាប់ជាកត្តាធំទី4ដែលពាក់ព័ន្ធជាមួយនឹងគ្រួសារមិត្តភ័ក្តិតំណែងតំណងទូទៅនៅក្នុងសង្គមរិស័យឆ្នាំឆ្លូវរបស់លោកអ្នកនៅក្នុងខែ1នេះគឺទទួលបានតុល្យភាព 50% កត្តាធំទី5ដែលពាក់ព័ន្ធជាមួយនឹងសុខភាពកាយសម្បទាមាំមួនភាពស្រស់ស្រាយនៅក្នុងជីវិតដើម្បីសម្រេចបានគោលដៅធំដែលជាកត្តាជំរុញចលករឲ្យរិស័យឆ្នាំឆ្លូវរបស់លោកអ្នកមានភាពល្អប្រសើរឡើងនោះគឺស្ថិតនៅក្នុងខែនេះទទួលបាន 70% បាទកត្តាធំបន្ទាប់ទី6នេះគឺតាក់ទងជាមួយនឹងគំនិតអាជីវកម្មការកាន់កាប់ដឹកនាំសិទ្ធិអំណាចបណ្ដាញរបស់ខ្លួនមនុស្សដែលនៅជុំវិញខ្លួនប្រើសក្តានុពលនិងកិច្ចសហប្រតិបត្តិការជាមួយនឹងពួកគេដើម្បីបង្កើតប្រភពប្រាក់ចំណូលសិទ្ធិអំណាចអាជីវកម្មការសិក្សារៀនសូត្រក៏ដូចជាមានភាពលេចធ្លោក្នុងសកម្មភាពទូទៅនៅក្នុងសង្គមរិស័យឆ្នាំឆ្លូវលោកអ្នកស្ថិតនៅក្នុងខែនេះគឺទទួលបានឱកាសចាប់ពី 62% ឡើងទៅបាទអញ្ចឹងកត្តាទាំងអស់នេះគឺនឹងត្រូវបានបង្ហាញអំពីលក្ខណៈពិសេសលម្អិតនៅក្នុងកត្តានីមួយៗព្រមទាំងភាពលេចធ្លោនៃជោគជតារិស័យរបស់លោកអ្នកទៅតាមទិសទៅតាមទីកន្លែង
ប្រស្រ័យតាក់ទងព្រមទាំងដួងចតារិស័យដែលត្រូវមានមនុស្សមកជួយនៅក្នុងកិច្ចបប្រតិបត្តិការតូចធំសម្រាប់រិស័យលោកអ្នកស្ថិតនៅក្នុងការងារដែលយើងជំរុញសក្តានុពលហិរញ្ញវត្ថុសិទ្ធិអំណាចការងារសុភមង្គលការបិទការលក់អីជាដើមហ្នឹងសិតតែជារឿងដែលយើងចាំបាច់ស្ថិតនៅក្នុងការរកប្រភពប្រាក់ចំណូលប្រចាំថ្ងៃប្រចាំខែនិងប្រចាំឆ្នាំនោះផងដែរអញ្ចឹងតិចទៀតយើងជួបគ្នានៅក្នុងបទបង្ហាញចំណុចទាំងអស់នោះយ៉ាងពិសេសសម្រាប់រិស័យឆ្នាំឆ្លូវស្ថិតនៅក្នុងខែ1បាទអញ្ចឹងដែលយោងទៅតាមខែឆ្លូវនេះស្ថិតនៅក្នុងខែ1ហើយភ្ជាប់មកជាមួយនឹងជោគជតារិស័យធំទាំង3ដែលនៅក្នុងនោះមានរកាហើយស្ថិតនៅក្រោមឆ្លូវនឹងផងដែរហើយជាឆ្នាំដែលមានសម្ព័ន្ធមិត្តជាមួយនឹងម្សាញ់ពីព្រោះនៅស្ថិតនៅក្នុងខែ1នេះគឺជាចុងឆ្នាំម្សាញ់នៅឡើយទេធ្វើឲ្យត្បិតតែឆ្នាំ2026ក៏ពិតមែនដូច្នេះហើយរិស័យឆ្នាំឆ្លូវរបស់លោកអ្នកមានសម្ព័ន្ធមិត្តមានសម្ព័ន្ធឆ្នាំដែលផ្ដល់ឱកាសជោគជតារិស័យល្អមកកាន់ជីវិតលោកអ្នកស្ថិតនៅក្នុងចុងឆ្នាំម្សាញ់នេះដូច្នេះហើយកត្តាទាំងអស់នោះបានភ្ជាប់មកជាមួយនឹងការវិនិយោគនៅលើអចលនទ្រព្យបាទបង្កើតទៅជាលំហូរលុយប្រភពចំណូលអកម្មការចេញអំពីការងារដែលតាក់ទងជាមួយនឹងឱកាសទាំងអស់នោះយើងកំពុងតែជួបគ្នានៅក្នុងការព្យាករជោគជតារិស័យឆ្លូវរបស់លោកអ្នកពាក់ព័ន្ធជាមួយនឹងអាជីពការងារនិងអាជីវកម្មស្ថិតនៅក្នុងខែ1នេះដែលយោងទៅតាមបារាំងប៉ាជឺបានបញ្ជាក់ថារិស័យឆ្នាំឆ្លូវរបស់លោកអ្នកនឹងទទួលបានទ្រព្យសម្បត្តិចេញអំពីការវិនិយោគទទួលបានភាពជោគជ័យចេញអំពីការលក់ផលិតផលនៅលើអនឡាញការផ្សព្វផ្សាយឬក៏ការប្រើប្រាស់នៅការងារដែលតាក់ទងជាមួយនឹងអាជីវកម្មធាតុភ្លើងធាតុដីហើយនិងធាតុមាសនឹងផងដែរអ្វីត្បិតតែនៅក្នុងការងារលោកអ្នកត្រូវតមមាត់តមពាក្យតមសម្ដីជាមួយនឹងបណ្ដាអ្នកមានស័ក្តិធំអ្នកដែលមានអំណាចឬក៏អ្នកដែលមានគេហៅថាលក្ខណៈនៅក្នុងការគ្រប់គ្រងដឹកនាំបញ្ជាទៅលើស្ថានភាពផ្លូវទ័ពអញ្ចឹងបើការងារលោកអ្នកជាមន្ត្រីរាជការនឹងលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការទំនាក់ទំនងនោះឲ្យបានល្អវាមិនមែនជារឿងអីដែលយើងគិតបារម្ភខ្លាំងពេកទេនេះគឺសម្រាប់ឆ្លូវដែលមានរិស័យខ្លាំងប៉ុន្តែបើសិនជាឆ្លូវដែលមានរិស័យខ្សោយវិញគឺលោកអ្នកគឺមានបញ្ហាប្រឈមដំណោះស្រាយការមានលក្ខណៈបថុយបឋាននៅក្នុងការងារឬក៏សម្ពាធពីការងារចេញអំពីកន្លែងការងារចេញអំពីអ្នកធំបាទនេះអ្វីដែលយើងគួរយល់ដឹងហើយឆ្លូវបើសិនជារិស័យខ្សោយក៏មានការបថុយបឋានធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់លោកអ្នកជាពិសេសទ្រព្យសម្បត្តិដែលតាក់ទងជាមួយនឹងការប្រើប្រាស់លុយនឹងផងដែរបើមិនដូច្នោះទេសម្រាប់អ្នករិស័យខ្សោយគឺវានឹងត្រូវជ្រុះបាត់របស់ដែលតាក់ទងរបស់មានតម្លៃដូចជាមាសអីជាដើមឬក៏ជាត្បូងដែលយើងប្រើប្រាស់សម្រាប់ការតុបតែងលម្អខ្លួននឹងអញ្ចឹងដែលយើងគួរប្រុងប្រយ័ត្ននេះគឺចំពោះការងារហើយចំពោះការងារផងដែរស្ថិតនៅក្នុងខែ1នេះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកនឹងតែងតែប្រស្រ័យតាក់ទងជាមួយនឹងបណ្ដាមនុស្សដែលកើតនៅក្នុងឆ្នាំទាំងអស់នេះញឹកញាប់ជាងគេសម្រាប់ការងារនៅក្នុងអង្គភាពអាជីវកម្មក៏ដូចជាស្ថាប័នមួយបាទអញ្ចឹងគឺតាក់ទងជាមួយនឹងអ្នកដែលកើតនៅក្នុងឆ្នាំថោះឆ្នាំឆ្លូវឆ្នាំរកាម្សាញ់ហើយនិងមមែផងដែរអញ្ចឹងកត្តាដែលតាក់ទងជាមួយនឹងរឿងឱកាសដែលយើងទទួលបានលុយកាក់ហិរញ្ញវត្ថុការប្រព្រឹត្តទៅដើម្បីបង្កើតទៅលៀបសំណាងផ្សេងរិស័យឆ្នាំឆ្លូវនឹងកើតមានឡើងនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះបាទដែលមានដូចជាថ្ងៃទី5ថ្ងៃទី15និងថ្ងៃទី25បាទហើយអញ្ចឹងសម្រាប់ការងារតូចធំឱកាសនៅក្នុងការដឹកនាំគ្រប់គ្រងសិទ្ធិអំណាចឬក៏ការចេញនៅបញ្ហាដោះស្រាយបញ្ហាឬក៏បញ្ហាប្រឈមផ្សេងនៅក្នុងកន្លែងការងារដែលធ្វើឲ្យលោកអ្នកត្រូវការសម្រេចចិត្តនិងមានភាពម៉ឺងម៉ាត់ម៉ត់ចត់នៅក្នុងការបញ្ចេញសមត្ថភាពដើម្បីដោះស្រាយប្រភពបញ្ហាទាំងអស់នោះយើងឃើញថាក្នុងចំណោម31ថ្ងៃស្ថិតនៅក្នុងខែ1នេះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកតែងតែមានសកម្មភាពលេចធ្លោស្ថិតនៅក្នុងការសម្រេចចិត្តដឹកនាំនឹងស្ថិតនៅក្នុងថ្ងៃទី7 17និងថ្ងៃទី27ហើយសម្រាប់ភាពជោគជ័យដែលយើងលក់ផលិតផលដាច់បានច្រើននៅក្នុង31ថ្ងៃថ្ងៃណាក៏លក់ដាច់ដែរគ្រាន់តែថាបណ្ដាថ្ងៃទាំងអស់នេះវាមានថ្ងៃដែលយើងលេចធ្លោលក់បានច្រើនជាងរាល់ដងឬឱកាសនៅក្នុងការកម្មង់ទិញទៅតាមរយៈការផ្សព្វផ្សាយគេឃើញទៅតាមអនឡាញមិនថាជា YouTube មិនថាជា Facebook TikTok គឺគេនឹងកម្មង់បញ្ជាទិញតាមផលិតផលរបស់លោកអ្នកហ្នឹងគឺតាមរយៈស្ថិតនៅក្នុងការផ្សព្វផ្សាយផងយើងហ្នឹងអញ្ចឹងគេយើងបានផ្សព្វផ្សាយហ្នឹងគឺប្រភពប្រាក់ចំណូលហ្នឹងវាលោតឡើងវាលេចឡើងជាញឹកញាប់ស្ថិតនៅក្នុងថ្ងៃទី3ថ្ងៃទី13និងថ្ងៃទី23បាទដែលជាឱកាសយើងអាចលក់ដូរបានច្រើនស្ថិតនៅក្នុងបណ្ដាចំណោមថ្ងៃទាំង31នៃ
ខែមួយនេះបាទអញ្ចឹងហើយចំពោះការងារតូចធំរបស់រិស័យឆ្នាំឆ្លូវរបស់លោកអ្នកនៅក្នុងអាជីវកម្មការងារបាទស្ថិតនៅក្នុងឱកាសនេះគឺមានភាពរីកចម្រើននិងអភិវឌ្ឍបាទទទួលបានជាពិសេសគឺសម្រាប់លោកអ្នកសម្របខ្លួនទៅនឹងការងារឬក៏មុខរបររស៊ីស្ថិតនៅក្នុងឆ្នាំ2026ចាប់ពីខែ1នេះតទៅនឹងទទួលបានការគ្រប់គ្រងពីអតិថិជនច្រើនទទួលបានការគ្រប់គ្រងទទួលស្គាល់ចេញអំពីអ្នកដទៃនិងជាវេលាល្អសម្រាប់យើងការចាប់ផ្ដើមគម្រោងថ្មីឬក៏ពង្រីកអាជីវកម្មរបស់យើងនឹងផងដែរបាទអញ្ចឹងហើយចំពោះអាជីវកម្មផ្សេងបាទរិស័យឆ្នាំឆ្លូវរបស់លោកអ្នកខ្វះខាតនៅគំនិតខ្វះខាតនៅមតិយោបល់បទពិសោធន៍ការដឹកនាំឬក៏បទពិសោធន៍ជីវិតរិស័យឆ្នាំឆ្លូវដែលមានជោគជតាដួងជតារិស័យលេខ6គួរទៅតាក់ទងជាមួយនឹងឪពុកបង្កើតរបស់ខ្លួនឯងផងដែរបាទហើយនៅក្នុងនោះផងដែរបើសិនជាយើងតាក់ទងជាមួយនឹងមិត្តសម្លាញ់ទីប្រឹក្សាជាគ្រូបាទជាប្តីឬក៏ជាប្រពន្ធឬក៏ជាកូនឬក៏ជាបុគ្គលិកយើងដែលតាមជួយយើងឬក៏ស្ថិតនៅក្នុងកិច្ចដែលសពបត្តិការនិងក្នុងការជួយគ្រប់គ្រងយើងជានិច្ចកាលហ្នឹងគឺរិស័យឆ្នាំឆ្លូវដែលមានដួងជតារិស័យលេខ6នេះគួរតាក់ទងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំវកនេះ1ជូតនេះ2មមី3ហើយនឹងកុលនេះ4បាទនេះគឺជាអត្តភាពមិត្តសម្លាញ់មិត្តអាត់កំបាំងរបស់រិស័យឆ្នាំឆ្លូវរបស់លោកអ្នកបាទអញ្ចឹងយើងឃើញថាបើយើងយោងទៅតាមជោគជតារិស័យយើងមិនអាចផ្ដោតមួយសាច់រឿងឲ្យវាយតម្លៃថារឿងនោះវាមិនល្អគ្រប់រឿងនោះទេជាអាចដូចជាស្ថិតនៅក្នុងការធ្វើទីផ្សារការគ្រប់គ្រងដឹកនាំពង្រីកបတ်ការលក់ការតំណាក់តំណងសិក្សាស្រាវជ្រាវបង្កើតផលិតផលបើយើងគិតពីរឿងមមីហើយនឹងឆ្លូវរបស់លោកអ្នកអត់សូវត្រូវគ្នាទេអានេះវាកើតទៅជារឿងដែលប្រឆាំងកំតិចគ្នាអីចឹងណាប៉ុន្តែនៅពេលដែលយើងមានកាយជីវិតឬក៏ជាដួងជតារិស័យលេខ6គឺអាចមនុស្សហ្នឹងគឺជាមនុស្សមកនោះចូលជាលៀបចូលជាអំណាចចូលជាជំនួយចូលជាទីប្រឹក្សាចូលជាអ្នកដែលយើងអាចប្រើប្រាស់បាននៅក្នុងកម្រិតមួយដែលមានផ្ដល់គុណតម្លៃដើម្បីដោះស្រាយបញ្ហានៅក្នុងបរិបទណាមួយអានេះវាទៅជាល្អអញ្ចឹងទៅវិញអញ្ចឹងបានយើងប្រាប់ថានៅក្នុងសាច់រឿងទាំងមូលវាមិនអាចសន្មត់តែមួយរឿងហើយវាយតម្លៃសន្មត់ថារឿងនោះវាជាការជាផលអវិជ្ជមានផលវិបាកឬក៏ប្រឆាំងគ្នាឬក៏ប្រឆុងគ្នាឬក៏មានបញ្ហាចំនួនទាំងអស់នោះទេបាទអាស្រ័យយើងចេះចាត់ចែងអញ្ចឹងបងប្អូនអាចឃើញបានថាបើយើងគិតតែពីឆុងគិតតែពីមានបញ្ហាល្អទាំងអស់ចុះតកែគេមានបុគ្គលិករាប់ពាន់រាប់ម៉ឺនអ្នកតែគេអង្គុយឆុងជាមួយអ្នកទាំងអស់គ្នានឹងអញ្ចឹងទេឬថាវាមិនអញ្ចឹងទេឃើញបងប្អូនឃើញជាក់ស្ដែងបាទវាគ្រាន់ថាយើងផ្ដោតទៅលើអ្នកដែលរស់នៅផ្ទាល់ទេដែលយើងមានពេលខ្លះយើងមានការព្រួយបារម្ភឧទាហរណ៍ជាប្តីជាប្រពន្ធដែលរស់នៅជាមួយគ្នាពេញមួយជីវិតហើយនៅពេលដែលយើងមិនដឹងពីសាច់រឿងក៏យើងនៅក្នុងជោគជតារិស័យហ្នឹងក៏យើងត្រូវការជ្រើសរើសមនុស្សដែលសមស្របជាមួយនឹងការគិតឬក៏សកម្មភាពដែលត្រូវគ្នាទៅវាសុខជាមួយគ្នាចឹងបើសិនជាយើងពាក់ព័ន្ធជាមួយនឹងមុខរបរការងាររស់ស៊ីដោយដែលយើងកំពុងតែព្យាករនេះវាមិនមានជាបញ្ហាអីដុំកំភួនដែលធ្វើឲ្យយើងបារម្ភខ្លាចលែងហ៊ានធ្វើអីនោះទេបាទអញ្ចឹងហើយនៅក្នុងកិច្ចការងារតូចធំសម្រាប់រិស័យឆ្នាំឆ្លូវរបស់លោកអ្នកទិសដែលនាំមកនៅជោគជតារិស័យនាំមកនៅលៀបសំណាងឱកាសទ្រព្យសម្បត្តិសិទ្ធិអំណាចសុភមង្គលព្រមទាំងអាជីវកម្មលូតលាស់រុងរឿងគឺបណ្ដាទិសធំទាំង4នេះឯងដែលជួយលើកកម្ពស់រិស័យឆ្លូវរបស់លោកអ្នកដែលមានជោគជតាដួងជតារិស័យលេខ6នោះបាទអញ្ចឹងល្អទី1គឺទិសខាងលិចល្អទី2គឺទិសខាងជើងកើតល្អទី3គឺទិសខាងត្បូងលិចនិងល្អទី4គឺទិសខាងជើងលិចបាទអញ្ចឹង4ទិសនេះគឺជាទិសដែលនាំមកនៅសិរីមង្គលវិបុលសុខគ្រប់ប្រការកើតមានចំពោះលោកអ្នកអញ្ចឹងជាអាចសរុបនៃសេចក្តីថាទិសទាំងឡាយទាំង4នេះគឺបាននាំមកនូវទ្រព្យសម្បត្តិភាពជោគជ័យអាជីវកម្មលូតលាស់រុងរឿងសក្តានុពលនៅក្នុងការចាប់ផ្ដើមបើកនៅអាជីវកម្មថ្មីស្រូបទាញភាពជោគជ័យទ្រព្យសម្បត្តិនិងឱកាសល្អៗចូលមកក្នុងជីវិតសុខភាពរាងកាយផ្លូវចិត្តយើងក៏មានសុខដុមរមនានឹងគ្នាបាទហើយតំណែងតំណងស្នេហាគូជីវិតស្វាមីភរិយាឬក៏ដៃគូអាជីវកម្មមិត្តភ័ក្តិក៏មានសុខនឹងគ្នាបាទផ្ដល់មានការអត់ឱនយល់យោគអធិស្ឋានឲ្យគ្នាបាទហើយជាទិសដែលយើងអាចអភិវឌ្ឍសិក្សារៀនសូត្រនិងលើកកម្ពស់នៅក្នុងផែនការក៏ដូចជាការផលិតក៏ដូចជាសុខភាពនិងចំណេះដឹងថ្មីដែលតាក់ទងជាមួយបទពិសោធន៍ផ្សេងដែលបងប្អូនលោកអ្នកកំពុងតែធ្វើការងារហើយនឹងគ្រោងនឹងធ្វើនោះថែមទៀតផងបាទ
បាទអញ្ចឹងយើងពិនិត្យមើលកត្តាជាបន្ទាប់នោះតាក់ទងជាមួយនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរបស់ឫស្សីឆ្នាំឆ្លូវស្ថិតនៅក្នុងខែ1នេះវិញម្ដងបើយោងទៅតាមតារាងបានបញ្ជាក់ថាលោកអ្នកនឹងគឺមានតំណែងតំណងល្អជាមួយអ្នកធំអ្នកដែលមានទូនាទីអ្នកដែលមានបទពិសោធន៍នៅក្នុងមុខរបររស់ស៊ីការផលិតការបង្កើតអញ្ចឹងយើងឃើញមានភាពជោគជ័យនៅក្នុងធម្មពលធាតុដែលបង្ហាញអំពីអាជីវកម្មទាំងឡាយដែលបង្ហាញអំពីភាពដឹកនាំបង្ហាញអំពីការវិនិយោគផ្សេងបាទអញ្ចឹងស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកស្ថិតនៅក្នុងខែ1នេះគឺមានលំហូរហិរញ្ញវត្ថុរឹងមាំនិងមានស្ថិរភាពឱកាសនៅក្នុងការរកប្រាក់ចំណូលនឹងកើនឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនឬក៏មានការគ្រប់គ្រងចេញអំពីអ្នកដទៃបាទទោះបីជាយ៉ាងណាក៏ដោយក៏ឆ្លូវរបស់លោកអ្នកគួរប្រុងប្រយ័ត្នចំពោះការចំណាយដែលមិនចាំបាច់ដែរព្រោះរឿងចាយបន្តិចហ្នឹងវាអស់ដឹងខ្លួនហើយយើងបោកសរុបរាល់ថ្ងៃយើងចាយពេលខ្លះយើងមិនដែលទៅគិតបជីស្នាមអីទេដឹងថាចាយបាទបន្តិច2000ដែលអស់ប្រមាណ3000រៀលដែលអស់ប្រមាណអញ្ចឹងមួយថ្ងៃទិញចង់50ដងបាទ1000 2000 អញ្ចឹងយើងបូកហើយយើងចេះឆ្ងល់ថាលុយក៏រកបានច្រើនដែរមិនក៏ដូចជាមិនសូវឃើញនៅក្នុងកងអីដូចឃើញច្រើនសោះអញ្ចឹងបើយើងចាយតិចចឹងអាចាយមិនចាំបាច់ហ្នឹងវាមានច្រើនសូម្បីតែរឿងការហូបមួយចំនួនក៏ជាការហូបរបស់យើងនឹងវាមិនចាំបាច់ដែរបាទថាយើងកពិចកប៉ុកអញ្ចិចអញ្ចប់អីវាខ្លាំងពេកណាអញ្ចឹងសុខភាពយើងមិនល្អហើយអាលុយក៏អស់ថែមទៀតបាទអញ្ចឹងចំពោះការចាយវាយហ្នឹងយើងឃើញមានជាការធ្វើដំណើរការដើរលេងហ្នឹងឃើញមានការចាយលុយនឹងច្រើនបាទអញ្ចឹងដើរលេងបាទទៅក្នុងបណ្ដាទិសខាងលិចអញ្ចឹងយើងធ្វើដំណើរចេញទៅនៅក្នុងទិសខាងលិចហ្នឹងហើយយើងឃើញថាការដែលយើងចាយលុយច្រើននោះវាអាចមានស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះថ្ងៃទី9ថ្ងៃទី19និងថ្ងៃទី29បាទនេះគឺជាអ្វីដែលយើងឃើញស្ថិតនៅក្នុងការងារទាំងឡាយបាទដែលបង្ហាញអំពីកិច្ចការងារតូចនោះហើយយើងក៏ចាយលុយនៅក្នុងការបង្កើតតំណែងតំណងដើម្បីសម្រួលនៅការដែលគេរត់ការឲ្យយើងឡើងទូនាទីឋានន្តរស័ក្តិការងារអីមួយចំនួនយើងចាយលុយអាហ្នឹងក៏វារឿងចាយដែរប៉ុន្តែចាយនេះសួរថាវាល្អឬក៏វាអាក្រក់អាស្រ័យទៅលើលទ្ធផលដែលបងប្អូនរំពឹងទុកនោះតើវាយ៉ាងម៉េចបើសិនជាយើងចាយទៅវាល្អវាមានន័យថាវាមិនជាបញ្ហាទេតែបើយើងចាយទៅខ្លាចតែគេបោកប្រាស់យើងណាវាអត់មានលក្ខណៈមួយដែលល្អប្រសើរអញ្ចឹងវាស្ថិតនៅក្នុង50 50អញ្ចឹងថ្ងៃទាំងអស់នោះដែលយើងអាចចាយលុយយើងគួរពិចារណាច្រើនហ្នឹងស្ថិតនៅក្នុងថ្ងៃទី7 17និង27ហ្នឹងខ្លាចតែយើងចាយលុយឲ្យរឿងទិញទូនាទីឬក៏សម្របសម្រួលឲ្យគេនឹងជួយឡើងទូនាទីអីហ្នឹងអញ្ចឹងគេហៅយកលុយយើងចាយលេងណាគេអត់បានធ្វើឲ្យយើងឬក៏គេមានលេះចេះលេងចង់អញ្ចឹងយើងដឹងព័ត៌មានហ្នឹងមិនមែនមានន័យថាយើងត្រូវខាតបង់ទេយើងគ្រាន់តែដឹងព័ត៌មានមុនយើងប្រយ័ត្នតែប៉ុណ្ណោះឯងបាទដូច្នេះហើយការចំណាយមួយចំនួនទៀតក៏ដូចគ្នាផងដែរគឺថាយើងចំណាយនៅក្នុងការងារតាក់ទងការធ្វើដំណើរបាទហើយបើយើងនិយាយស្រួលស្ដាប់ទៅរឿងនៅសុកអាឡានហ្នឹងវាអត់ស្រួលសោះវាខូចទៅវាអស់លុយចាំបើយើងមិនធ្វើបានអីជិះឬយើងមិនធ្វើរបស់យើងរាប់ពាន់រាប់ម៉ឺនយើងទៅទុកចោលមិនបានអញ្ចឹងនេះគឺជារឿងដែលលុយយើងចេញស្ថិតនៅក្នុងអ្វីដែលយើងត្រូវត្រួតពិនិត្យមើលនៅក្នុងកត្តាទាំងអស់ហ្នឹងបាទហើយមួយទៀតគឺរឿងដែលគេខ្ចីលុយអត់សងឬក៏មួយទៀតគឺរឿងការប្រាក់វាអត់បានរំពឹងទុកដូចយើងហ្នឹងណាគេសងប៉ុន្តែវាយូរបាទហើយវាមានលក្ខណៈបថុយបឋានឧទាហរណ៍បាទឲ្យគេ200បាទការ$20វាមានបាន200ហ្នឹងមួយអាទិត្យឲ្យវិញអាណា2ខែមិនទាន់បានមកវិញផងអាហ្នឹងគ្រាន់តែជារឿងដែលតាក់ទងការចំណាយនិងមានហានិភ័យខ្ពស់លើទ្រព្យសម្បត្តិលើការងារដែលតាក់ទងនឹងរាសីរបស់ឆ្នាំឆ្លូវលោកអ្នកស្ថិតនៅក្នុងខែ1មូលហេតុអីបានអញ្ចឹងបងប្អូននៅក្នុងរាសីខាងលើគឺម្សាញ់រាសីខាងក្រោមបង្ហាញអំពីខាលម្សាញ់ហ្នឹងមានន័យថាជួយគេអត់បានគុណហើយវាបានទោសមកវិញអញ្ចឹងបានតែយើងត្រូវប្រុងប្រយ័ត្នហើយបើចំពោះមនុស្សស្រីដែលឲ្យគេខ្ចីលុយគឺមនុស្សប្រុសនោះឯងជាអ្នកដែលឆោបោកយើងជាមនុស្សដែលយើងមិនអាចទុកចិត្តបានបាទហើយអញ្ចឹងយើងឃើញថាបើសិនជាមនុស្សប្រុសវិញគឺថាបងប្អូនបាទ
បងប្អូនស្រីផងយើងនោះសាច់ញាតិស្រីសាច់ញាតិឆ្ងាយយើងនឹងខ្ចីលុយយើងគឺអត់សងចឹងនេះគឺជាកត្តាហិរញ្ញវត្ថុដែលយើងគួរយកចិត្តទុកដាក់បាទប៉ុន្តែមិនមែនមានន័យថាឲ្យបងប្អូននឹងរហូតបិទខ្លួនឯងលែងមានតំណែងតំណងជាមួយគេអ្នកណាពឹងពាក់ពឹងពោរោអីក៏គ្មានតំណែងតំណងទេព្រោះរិស័យយើងមិនល្អចេះមួយចេះពីរនៅក្នុងខែមួយមិនមែនអញ្ចឹងទេណាបងប្អូនគ្រាន់ឲ្យយើងពិចារណាទៅតាមសាច់រឿងមួយយើងជួយបានក៏យើងជួយមិនបានយើងប្រាប់ហេតុផលហើយនៅតែរក្សាឲ្យមានតំណែងតំណងល្អជាមួយនឹងពួកគេដដែលបាទឥឡូវយើងពិនិត្យមើលនៅក្នុងកត្តាធំជាបន្ទាប់តាក់ទងជាមួយនឹងតំណែងតំណងនិងស្នេហាតំណែងតំណងស្នេហានេះគឺមានអត្ថន័យច្រើននៅក្នុងនោះយើងរាប់បញ្ចូលទាំងរឿងអាជីវកម្មរឿងដឹកនាំតំណែងតំណងមនោសញ្ចេតនាស្នេហាគ្រួសារមិត្តភ័ក្តិនិងប្តីប្រពន្ធការលក់ការធ្វើទីផ្សារឲ្យជាដើមសិតតែនៅស្ថិតនៅក្នុងតំណែងតំណងនិងស្នេហានេះទាំងអស់បាទអញ្ចឹងយើងឃើញថាបើយើងនិយាយអំពីកត្តាមួយដែលតាក់ទងជាមួយនឹងមនុស្សស្រីយើងចាប់ផ្ដើមពីមនុស្សស្រីដែលនៅលីវបាទអញ្ចឹងយើងនិយាយពីមនុស្សសិនមុននឹងយើងចាប់ផ្ដើមចូលទៅដល់រឿងការងាររឿងអាជីវកម្មលក់ដូរអីទាំងអស់នោះអញ្ចឹងមនុស្សស្រីគឺថាស្ថិតនៅក្នុងខែមួយនេះគឺមានឱកាសជួបជាមួយនឹងមនុស្សប្រុសណាដែលយើងពិចារណាយកជាគូបាទអញ្ចឹងស្ថិតនៅក្នុងតារាងដើមតារាងប៉ាជឿបានបង្ហាញថាលោកអ្នកជាមនុស្សស្រីគឺនឹងទទួលបានឱកាសស្វាមីដែលពួកគាត់គឺមានសមត្ថភាពនៅក្នុងការរកលុយខ្លាំងហើយពួកគាត់ក៏អាចមានជាតួនាទីឋានៈស្ថិតនៅក្នុងជួរមន្ត្រីរាជការឬក៏ជាអ្នកដែលកាន់កាប់នៅសិទ្ធិអំណាចតបអីជាដើមណាចឹងប្រសិនបើលោកអ្នកជាមនុស្សទូទៅមិនពាក់ព័ន្ធជាមួយនឹងសិទ្ធិអំណាចនោះទេមានន័យថាមនុស្សស្រីនឹងមានឱកាសជួបស្វាមីដែលពូកែរស់ស៊ីពូកែនៅក្នុងការបង្កើតប្រភពប្រាក់ចំណូលនឹងដើម្បីទទួលបាននៅអិសរភាពហិរញ្ញវត្ថុនឹងបានលឿនយ៉ាងណាមិញយើងឃើញថាបើយោងទៅតាមតារាងវិញលេខអំណាចនេះកើតឡើងគ្រប់ជួរទាំងអស់មិនថាឆ្នាំមិនថាខែថ្ងៃឬម៉ោងបាទមានទាំងមនុស្សសមនុស្សខ្មៅមនុស្សចិត្តល្អមនុស្សមិនសូវល្អដូចគ្នាព្រមគ្នាដែលជាលេខអនាគតស្វាមីនោះចំណុចពិសេសត្រង់ថាបើលោកអ្នកជាមនុស្សស្រីដែលមានរាសីខ្លាំងមានន័យថាលោកអ្នកអាចចាត់ការនឹងការងារទាំងអស់នោះបានមិនមនុស្សប្រុសដែលមកចូលមកក្នុងជីវិតចង់ចូលមកក្នុងជីវិតរបស់យើងនឹងយើងអាចវិភាគគិតដឹងថាមនុស្សហ្នឹងល្អក្នុងកម្រិតណាមិនល្អក្នុងកម្រិតណាដឹងតែបើសិនជារាសីខ្សោយសម្រាប់មនុស្សស្រីដែលរាសីខ្សោយទៅវិញមានន័យថាសម្ពាធតាំងពីក្មេងរស់នៅក្រោមការស្គៀបសង្កត់នៅជាមួយជីដូនជីតាអីហ្នឹងក៏ខ្វះភាពកក់ក្ដៅនៅជាមួយឪពុកម្ដាយនឹងមិនមែនខ្វះភាពកក់ក្ដៅទេដោយថាគាត់ជាប់តរស៊ីនៅឆ្ងាយមានភារៈកិច្ចនៅក្នុងគ្រួសារទៅក៏ពឹងនៅនេះពឹងនៅនោះខាខ្វះភាពកក់ក្ដៅក្នុងជីវិតណាហើយបើបានស្វាមីវាសម្ពាធបាទខ្លាចទៅវាខ្លាចតាំងពីក្មេងហើយវាកើតទៅជារឿងដែលខ្លាចហ្នឹងណាមិនមែនខ្លាចគ្រប់ម៉ាត់គ្រប់ដង្ហើមចេញចូលទេគ្រាន់ថានេះយើងជាសេចក្តីប្រុងប្រយ័ត្នបាទកុំឲ្យវាមានបញ្ហាល្អកកនៅក្នុងតំណែងតំណងហ្នឹងអញ្ចឹងនៅក្នុងតំណែងតំណងនោះផងដែរបើយើងជាអ្នករស់ស៊ីវិញបាទមិនថាមនុស្សប្រុសឬក៏មនុស្សស្រីណាមានន័យថាយើងមានការគ្រប់គ្រងចេញអំពីអតិថិជនជាម៉ូយចាស់ម៉ូយថ្មីផងយើងហ្នឹងបាទជាពិសេសរឿងម៉ូយហ្នឹងភាគច្រើនយើងលើកដាក់រយៈពេលឲ្យគេខ្លះណាឧទាហរណ៍យើងដាក់អីវ៉ាន់តាមផុតយើងដាក់អីវ៉ាន់យកលុយហើយបើយើងអាចដកឃ្លាមួយថ្ងៃពីរថ្ងៃមួយអាទិត្យអីចឹងទៅឬក៏តាមជាក់ស្ដែងចឹងទៅហាក់ម៉ូយរបៀបហ្នឹងហើយដែលបានឱកាសឲ្យយើងទិញច្រើនហើយនៅក្នុងចលនានៃការលក់ដូររាល់ថ្ងៃនេះគឺអញ្ចឹងក៏មកអ្នកមានលុយសុទ្ធឲ្យបងវងភ្លាមអញ្ចឹងឧទាហរណ៍យើងក្នុង100វាមានតែ 10% ទេដែលរឿងខ្លះគេបង់លុយមុនឬក៏មនុស្សនោះវាយ៉ាប់ពេកអញ្ចឹងតើដាក់អីវ៉ាន់យកលុយបើផ្ដល់ឱកាសមម្ដងពីរដងលេះរហូតមានលេះពេលទិញស្រួលដល់ពេលទាលុយពេលត្រូវឲ្យលុយយ៉ាប់អញ្ចឹងហើយបានតែគេទៅថាលែងចង់ហ៊ានរកស៊ីជាមួយគឺដោយសារអីលេខ 7K នេះវាបានបង្ហាញអំពីភាពប្រថុយប្រថាននៅក្នុងរឿងលុយកាក់ហើយ 7K ស្ថិតនៅក្នុងពេលនេះគឺស្មើនឹងធម្មពលធាតុមាសដែលស្មើនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិសិទ្ធិអំណាចឬក៏ភាពច្បាស់លាស់ការគិតឬក៏ការប្រឈមផ្សេងមានវិវាទចំនួនអីអញ្ចឹងបានយើងឃើញថានៅក្នុងតំណែងតំណងរវាងឆ្លូវស្ថិតនៅក្នុងខែមួយនេះគួរយល់ដឹងអំពីបញ្ហាលម្អិតបែបហ្នឹងអញ្ចឹងបើសិនជាយើងច្បាស់លាស់យើង
មានភាពសម្របសម្រួលការលក់ដូរដាច់ល្អប្រសើរមានមួយការឡើងជាប់ជានិច្ចហើយស្ថិតនៅក្នុងអ្វីដែលយើងឃើញមុខរបរក្នុងតាមតំណែងតំណងនេះគឺប្រើប្រាស់បច្ចេកវិទ្យាស្ថិតនៅក្នុងក្រោមឥទ្ធិពលរបស់ថោះដែលជាធម្មពលធាតុភ្លើងស្មើនឹងយើងចេះប្រើទូរស័ព្ទដៃយើងចេះប្រើកុំព្យូទ័រយើងគិតលុយឬក៏យើងធ្វើបញ្ជីស្នាមអីតាមបែប system ឬក៏នៅក្នុង Excel ក្តីនៅក្នុងអីក្តីថាឲ្យមានបញ្ជីស្នាមអីកត់ត្រាត្រឹមត្រូវកុំឲ្យគិតតែពីរឿងសរសេរហើយខ្វះឲ្យតែដឹងថាគេបាញ់លុយចូលកុងដឹងតែរឿងលុយចូលកុងប៉ុន្តែដល់ពេលរឿងបាត់អីយើងមើលនៅក្នុងចន្លោះណាបញ្ជីស្នាមលក់ចេញទិញចូលមិញហ្នឹងយើងអត់ច្បាស់អាហ្នឹងក៏វាបាក់ដែរបាទអញ្ចឹងយើងឃើញថារិស័យឆ្នាំឆ្លូវរបស់លោកអ្នកស្ថិតនៅក្នុងខែ1នេះគឺមានតំណែងតំណងជាមួយអតិថិជនបានល្អបាទគាត់ថាបញ្ហាប្រឈមនឹងយើងបានបញ្ជាក់ច្រើនហើយពីរឿងបញ្ហាប្រឈមដែលបង្ហាញតាមរយៈ 7K នោះអញ្ចឹងលោកអ្នកចំពោះមនុស្សស្រីនៅលីវបើសិនជាយើងអ្នកធ្វើការយើងមានឱកាសនៅក្នុងការឡើងទូនាទីឋានន្តរស័ក្តិឡើងយុះឡើងស័ក្តិបាទឬក៏ទទួលបានឱកាសការងារថ្មីដែលល្អជាងមុនដែលទូនាទីហ្នឹងគឺគេផ្ដល់ការងារផ្ដល់ភាពសំខាន់ឲ្យយើងនឹងល្អជាងកន្លែងចាស់បាទនេះគឺយើងលំអិតនៅក្នុងសាច់រឿងទាំងមូលសម្រាប់វិស័យឆ្លូវរបស់លោកអ្នកហើយបាទនៅក្នុងនោះផងដែរសម្រាប់មនុស្សប្រុសនៅលីវវិញម្ដងកើតនៅក្នុងឆ្នាំឆ្លូវគឺមានលោកអ្នកទទួលបានបើយើងជាអ្នករ៉ូស៊ីយើងមានលេខអំណាចនិងលេខទ្រព្យបែបនេះមានន័យថាយើងទទួលបានការឡើងទូនាទីឋានន្តរស័ក្តិផងយើងមានឱកាសនៅក្នុងការវិនិយោគផងយើងជាមនុស្សដែលអាចសិក្សាឬក៏បង្កើតជំនាញខាងផ្នែកគ្រប់គ្រងនិងដឹកនាំហិរញ្ញវត្ថុនឹងថែមទៀតផងបាទហើយបើយើងអ្នករ៉ូស៊ីគឺមនុស្សប្រុសឆ្នាំឆ្លូវគឺលោកអ្នកនឹងគឺទទួលបានអតិថិជនហើយទទួលបានការគ្រប់គ្រងឬក៏គេផ្ដល់កម្ចីឲ្យយើងពីធនាគារក្តីពីតាណាក្តីគេមើលឃើញសក្តានុពលឲ្យយើងគេឲ្យយើងខ្ចីនៅក្នុងលក្ខខណ្ឌមួយសមស្របដែលយើងអាចមានឱកាសមានទុនបន្ថែមស្ថិតនៅក្នុងខែមួយនេះថែមទៀតផងអញ្ចឹងប្រភពប្រាក់ចំណូលផងយើងនឹងតំណែងតំណងល្អជាមួយនឹងឪពុកបង្កើតណាអញ្ចឹងគឺនៅក្នុងឱកាសខែមួយនេះផងដែរគឺមានឃើញមានលេខដែលទទួលបាននៅគេមរតកចេញពីឪពុករបស់ខ្លួនឯងថែមទៀតផងអញ្ចឹងឪពុកនឹងទ្រព្យសម្បត្តិរាប់តាំងអំពីគាត់ប្រឹក្សាគាត់ផ្ដល់បទពិសោធន៍ការដឹកនាំមុខរបររបៀបនៅក្នុងការរកស៊ីរបៀបនៅក្នុងការចាត់ចែងដោះស្រាយបញ្ហាសិតតែចាត់ទុកជាទ្រព្យទាំងអស់ហើយស្ថិតនៅក្នុងការងារសម្រាប់ប្តីប្រពន្ធវិញម្ដងបាទអញ្ចឹងសម្រាប់ប្តីប្រពន្ធនេះយើងឃើញថាយើងមានលេខទ្រព្យលេខអំណាចលេខប្រាជ្ញាបែបនេះប្តីប្រពន្ធរស់នៅជាមួយគ្នាសុខសាន្តបាទធៀបត្រូវគ្នាខាងលើឆ្លូវឈើខាងក្រោមក៏ឆ្លូវដូចគ្នាបាទអញ្ចឹងគ្រាន់តែថាបន្តិចទៀតយើងនិយាយអំពីរឿងបញ្ហាសុខភាពបាទអញ្ចឹងឆ្លូវនឹងឆ្លូវនេះវាមិនសូវជាមានអីប្រមាណនេះជាពិសេសបើសិនជាមនុស្សប្រុសវិញឆ្លូវដែលមានឆ្លូវដូចគ្នាអង្គុយនៅលើទ្រព្យសម្បត្តិមានន័យថាបងប្អូនលោកអ្នកបានភរិយាល្អបាទដែលមានគំនិតជួយប្តីឲ្យការយុះកើតស័កកើតទ្រព្យសម្បត្តិជាមនុស្សដែលមានគំនិតនៅក្នុងការអភិវឌ្ឍទៅលើប្រភពប្រាក់ចំណូលអាជីវកម្មណាហើយជាមនុស្សដែលចេះរក្សាទ្រព្យបាទហើយមិនសូវដើរទៅណាផ្ដេសផ្ដាស់ទេគឺរក្សាទ្រព្យរក្សាញាតិហើយផ្ដល់កិត្តិយសនិងលើកកិត្តិយសសម្រាប់ប្តីខ្លួនឯងផងដែរនេះគឺជាតារាងដែលបង្ហាញអំពីឆ្លូវអង្គុយស្ថិតនៅក្នុងលេខទ្រព្យសម្បត្តិបាទលេខនៅក្នុងការវិនិយោគបាទនេះហើយគឺជាអ្វីដែលល្អប្រសើរហើយនៅក្នុងការតំណែងតំណងពាក្យសម្ដីនេះវាទាស់បន្តិចបាទកុំឆេវឆាវដាក់គ្នាឆេវឆាវយ៉ាងម៉េចបងប្អូនស្ថិតនៅក្នុងឱកាសដែលយើងឃើញទៅតាមតារាងបាជីគឺ 7K ស្ថិតនៅក្នុងអ្វីដែលឆ្លូវហើយនឹងមមីនោះវាមិនសូវត្រូវគ្នាឆ្លូវហើយនឹងមួយមែនមិនសូវត្រូវគ្នាវាឆុងបើតែឆុងនោះមិនមែនអីទេឆុងពីរឿងនិយាយខុសត្រូវចូលចិត្តនិយាយខុសត្រូវមិនសូវផ្ដោតលើមនោសញ្ចេតនាហើយប្តីប្រពន្ធក៏និយាយខុសត្រូវខ្លាំងពេកត្រូវវាត្រូវវាខុសហើយបើចង់និយាយថារឿងខ្លះក៏ច្រឡំមកពាក្យមួយម៉ាត់អីក៏មិនបានដែរនោះអានឹងវាមិនមែនជារឿងល្អអីឈ្នះជាអ្វីគ្រប់យ៉ាងសម្រាប់ភាគីទាំងសងខាងនោះទេអញ្ចឹងរឿងទាំងអស់ហ្នឹងហេវាគ្រាន់តែរឿងថាយើងប្រើពាក្យសម្ដីហ្នឹងឲ្យវាពីរោះផ្អែមល្ហែមទៅកាន់គ្នាទៅវិញទៅមកបាទមិនមែនផ្អែមចូលផ្អែមជូរជ្រិញអីទេក៏ផ្អែមគ្រាន់តែថានិយាយភាសាធម្មតាឬក៏ភាសាយ៉ាងម៉េចកុំឲ្យថាមានភាពចាក់ដោតណាមានភាព
ឌីមដាមខាងនេះចេះខាងនោះចោះរឿងលុយចេះរឿងយើងមិនសូវឆ្លាតបែបនេះគេឆ្លាតបែបនោះហើយការងារហ្នឹងក៏មានលក្ខណៈបថុយបឋានចេះបញ្ហាខាងក្រៅហ្នឹងវាកើតមានឡើងចំពោះយើងទាំងសងខាងអីហ្នឹងអញ្ចឹងរឿងទាំងអស់នេះគឺវាកើតចេញអំពីតំណែងតំណងដែលយើងគួរយកចិត្តទុកដាក់រវាងប្តីប្រពន្ធហើយយើងឃើញថានៅពេលដែលយើងកែតម្រូវទៅតាមជោគជតារិស័យបានបង្ហាញធ្វើឲ្យរិស័យឆ្នាំឆ្លូវរបស់លោកអ្នកនេះគ្មានបញ្ហាប្រឈមនឹងពាក្យសម្ដីរវាងគ្នានឹងគ្នាទេវាកើតទៅជាទូនាទីកើតទៅយោះកើតទៅជាបនស័កឬឱកាសការងារកាលណាយើងកែឲ្យវាទៅស្រួលវិញសម្រួលនៅក្នុងផ្លូវមនោសញ្ចេតនាវិញវាកើតទៅជាមុខរបររស៊ីនឹងកាក់កបច្រើនទៅលើផ្នែកអចលនទ្រព្យបាទអញ្ចឹងមុខរបរអចលនទ្រព្យរាប់ទាំងពីដីជួលផ្ទះជួលឃ្លាំងជួលបាទរាប់ទាំងពីអាជីវកម្មដែលតាក់ទងជាមួយនឹងធាតុដីនេះគឺជាឱកាសដែលកើតចេញអំពីទំនាក់ទំនងនិងស្នេហាទាំងអស់អញ្ចឹងយើងឃើញថាស្ថិតនៅក្នុងខែ1នេះរិស័យឆ្នាំឆ្លូវរបស់លោកអ្នកក៏មានទំនាក់ទំនងជាពិសេសហ្នឹងនៅក្នុងការវិនិយោគក្តីជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំរោងបាទឆ្នាំមមីឆ្នាំមមែឆ្នាំម្សាញ់ឆ្នាំរកាបាទជាឱកាសដែលយើងនឹងជួបប្រស័យតាក់ទងជាមួយនឹងពួកគាត់នឹងញឹកញាប់បាទអញ្ចឹងបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីជោគជតារិស័យឆ្លូវរបស់លោកអ្នកស្ដីអំពីសុខភាពវិញម្ដងនេះគឺជាការព្យាករណ៍ជោគជតារិស័យឆ្នាំឆ្លូវប្រចាំខែ1ខែមករាឆ្នាំ2026ស្ថិតនៅក្នុងវេលានេះពួកយើងកំពុងតែនៅជាមួយគ្នាស្ថិតនៅក្នុងការព្យាករណ៍ជោគជតារិស័យលោកអ្នកស្ដីអំពីកត្តាសុខភាពបាទអញ្ចឹងកត្តាសុខភាពរបស់រិស័យឆ្នាំឆ្លូវលោកអ្នកស្ថិតនៅក្នុងខែនេះគឺអ្វីដែលយើងគួរចាប់អារម្មណ៍ទី1មុនគេនោះគឺរឿងតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារបាទសុខភាពយើងណាគួរយកចិត្តទុកដាក់រឿងនឹងបន្តិចបាទយើងអត់សូវហូបទឹកបាទហើយបន្ទាប់មកទៀតយើង stress ខ្លាំងបាទ stress ខ្លាំងរឿងអីរឿងការងារមុខរបររកស៊ីផងយើងដើម្បីឲ្យវាកើតលុយកើតទ្រព្យសម្បត្តិច្រើននោះបាទយើង stress នៅក្នុងការងារទាំងអស់ហ្នឹងបាទហើយមួយទៀតហ្នឹងគឺរឿងពាក្យសម្ដីរវាងគ្នានឹងគ្នានឹងផងដែរហើយចំពោះការងារមួយចំនួនទៀតដូចតាក់ទងរឿងដៃជើងបងប្អូនណាពីជើងនឹងប្រយ័ត្នយើងដើរឆក់ខ្សែភ្លើងឬក៏ក្នុងសភាពសើមនឹងវាអាចឆក់បាទហើយមួយទៀតនោះគឺរលាកបាទរលាកឬក៏យើងចូលចិត្តប្រើនៅគ្រឿងសម្អាងគ្រឿងអីនោះប្រយ័ត្នរលាកស្បែកបាទវាមានបញ្ហាទៅលើស្បែកលើអីវារឿងការប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាទាំង lain នេះក៏វាមានផលប៉ះពាល់ដែរវាមិនមែនអត់ទេកាលណាយើងដាក់ប្រើនៅដុំ Wi-Fi ឬក៏ស្ថិតនៅក្នុងកន្លែងផ្ទះយើងឬក៏យើងប្រើប្រាស់ច្រើនអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ផ្លូវចិត្តផងយើងបាទឬទាំងអស់នេះវាមាន microwave មានដែនម៉ាញេទិកផងវាអញ្ចឹងយើងសុខភាពរបស់យើងនេះក៏គួរយល់ដឹងអញ្ចឹងហើយស្ថិតនៅក្នុងខែ1នេះអ្វីដែលយើងយកចិត្តទុកដាក់ហ្នឹងគឺរឿងបញ្ហាមាត់ធ្មេញតបទៀតឈឺធ្មេញបាទមានបញ្ហាធ្មេញបញ្ហាដកធ្មេញដកអីហ្នឹងវាហើមជើងធ្មេញខ្ទុះធ្មេញអីហ្នឹងតែមូលហេតុឯបានយើងឃើញអញ្ចឹងបងប្អូនស្ថិតនៅក្នុងឆ្លូវមានបញ្ហាមួយម៉ែជាមួយនឹងសវណ្ណខេស្ថិតនៅក្នុងរិស័យខាងក្រោមបាទអញ្ចឹងស្ថិតនៅក្នុងនោះផងដែរគឺយើងក៏មានអាការៈមិនសូវស្រួលតាក់ទងជាមួយនឹងគេហៅថាសុខភាពយើងគឺឬដូងបាតបាទឬដូងបាតអញ្ចឹងនិយាយកាត់ឬដូងបាតកាត់អីហ្នឹងក៏ប្រយ័ត្នដែរផងឬខ្លះរឿងហ្នឹងសំខាន់ណាតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារឬក៏រូបដូងបាតអីហ្នឹងវាមិនមែនជារឿងដែលយើងគិតម្លងបានទេយើងត្រូវយកចិត្តទុកដាក់សុខភាពយើងដែរអញ្ចឹងនេះគឺជាសុខភាពហើយយើងឃើញថាបើសិនជាយើងគិតថាអាក្រក់ឬក៏ល្អមានន័យថាតុល្យភាព 50% គ្រាន់តែសេចក្តីទាំងអស់នេះជាសេចក្តីដែលយើងត្រូវប្រុងប្រយ័ត្នចំពោះកត្តាសុខភាពឯងដូច្នេះហើយស្ថានភាពទូទៅរបស់ឆ្លូវលោកអ្នកនេះគួរយកចិត្តទុកដាក់ឲ្យវាមានតុល្យភាពរវាងការងារនិងការឈប់សម្រាកអញ្ចឹងកាលណាយើងរក្សាតុល្យភាពបានគឺយើងត្រូវការហាត់ប្រាណឬក៏ទទួលទានអាហារដែលមានរសជាតិមានវីតាមីនសម្រាប់ថែទាំរាងកាយសុខភាពយើងឲ្យកាន់តែប្រសើរផងដែរបាទយើងក៏នៅតែមិនភ្លេចអញ្ចឹងថាសុខភាពហ្នឹងក៏វាប៉ះពាល់ចេញអំពីកត្តាមួយចំនួនផ្នែកខាងក្រៅនៅពេលដែលយើងទៅប្រើប្រាស់នៅក្នុងទីតាំងដែលមានធម្មពលអវិជ្ជមានធ្វើឲ្យជោគជតារិស័យរបស់យើងធ្លាក់ចុះបើធ្លាក់ចុះមានន័យថាសុខភាពរាងកាយសុភមង្គលការនិយាយស្ដីសម្ដីសម្ដៅអីគឺវាអន់ថយតែបើអន់ថយទិសទាំងអស់នោះតើស្ថិតនៅក្នុងកន្លែងណាខ្លះទិសណាខ្លះអញ្ចឹងរិស័យឆ្នាំឆ្លូវរបស់លោកអ្នកដែលមានដួងជតារិស័យ
លេខ6គួរចងចាំនិងយល់ដឹងថាបណ្ដាទិសទាំង4នេះឯងគឺទី1គឺទិសត្បូងកើតទី2គឺទិសខាងកើតទី3គឺទិសខាងជើងនិងទី4គឺទិសខាងត្បូងបាទសរុបនៃសេចក្តីនៅក្នុងបណ្ដាទិសដែលធ្វើឲ្យរាសីរបស់យើងនឹងទន់ខ្សោយមានបញ្ហាផលអវិជ្ជមានគឺវានាំមកនៅកត្តាទាំងអស់នេះឯងនាំមកនៅសំណាងអាក្រក់បញ្ហាប្រចាំថ្ងៃខកចិត្តឆ្លោះប្រកែកឧបសគ្គតូចធំបាទជេរស្ដីតេះដៀលនិយាយដើមក្បត់ពីក្រោយខ្នងបាត់បង់ទ្រព្យសម្បត្តិបញ្ហាតូចធំឧបសគ្គចេះតែកើតឡើងខ្វៀងលុយមិនសូវចូលបញ្ហានិយាយដើមជំងឺធ្ងន់ធ្ងរសុខភាពឬក៏គ្រោះថ្នាក់អីជាដើមហ្នឹងវាអាចកើតមានជាពិសេសរឿងថាច្រើនតែនិយាយទៅវាគេហៅថាគ្រោះព្រោះមាត់អញ្ចឹងនៅពេលដែលយើងប្រើប្រាស់នៅក្នុងទីតាំងទាំង lain ហ្នឹងគឺថាយើងត្រូវប្រុងប្រយ័ត្នចំពោះការងារហ្នឹងកុំអង្គុយយូរពេក1ម៉ោង2ម៉ោងយើងងើបម្ដងចេញដើរទៅនេះ4 10 5 10នាទីទៅចូលអង្គុយវិញទៅវាមិនសូវជាមានបញ្ហាអីទេបាទអញ្ចឹងមួយទៀតគឺកត្តាទាំងអស់នោះគឺថាយើងត្រូវប្រើប្រាស់ជំនាញទាំងអស់ដែលយើងមានដូចជាជំនាញនៅក្នុងការវិនិយោគជំនាញការដឹកនាំសម្រេចចិត្តសម្រាប់ដោះស្រាយបញ្ហាទាំងអស់នេះយើងនឹងដោះស្រាយបញ្ហាទាំងអស់នេះតាមកលៈទៅតាមសន្តានដែលលោកអ្នកនឹងជួបប្រទះជួបរឿងអីដោះរឿងហ្នឹងកុំស្មុគស្មាញពេកបងប្អូនជឿខ្ញុំបាទអញ្ចឹងយើងនៅតែមិនភ្លេចពីរឿងថានៅពេលដែលមានបញ្ហាតលគំនិតអីកុំភ្លេចរិស័យឆ្នាំឆ្លូវដែលមានដួងចតារិស័យលេខ6ទៅរកមនុស្សទាំងអស់ហ្នឹងដែលបានរ៉ាយរាប់ខាងលើណាមានអ្នកកើតឆ្នាំឆ្លូវឆ្នាំជូតមមីកុលទាំងអស់នេះនឹងខាលអាចជួយលោកអ្នកបានគ្រប់ពេលវេលាដែលបងប្អូនត្រូវការពួកគាត់បាទចឹងជូនពរបងប្អូនលោកអ្នកនៅ fan គ្រប់គ្នាទាំងអស់ទទួលបានសេចក្តីសុខគ្រប់ប្រការមានភាពរីករាយប្រាក់ចំណូលសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងរឹងមាំល្អប្រសើរការងារលូតលាស់រុងរឿងមានសុភមង្គលនិងមានសេចក្តីសង្ឃឹមសពកាលនៅក្នុងជីវិតរបស់បងប្អូនជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត